ថ្ងៃនេះគឺជាថ្ងៃចុងក្រោយដែលខ្ញុំបាននៅសៀមរាបអញ្ចឹងហើយក៏ខ្ញុំនឹកឃើញថាចង់ធ្វើភីហ្សាឲ្យសុខជាញ៉ាំតាមបែបរសជាតិខ្មែរយើងនឹងឯងដូច្នេះហើយក៏ខ្ញុំបានទៅផ្ទះប្អូនដដូនមួយខ្ញុំដែលគាត់បើក bakery ជាលក្ខណៈគ្រួសារទូចនៅតាមផ្ទះអញ្ចឹងណាដើម្បីធ្វើសបកភីហ្សាហើយសបកភីហ្សាដែលខ្ញុំបង្ហាញបងប្អូននៅថ្ងៃនេះសិតតែមានរូបមន្តច្បាស់លាស់ដែលបងប្អូនថ្លៃខ្ញុំគាត់គឺជាគ្រូបង្រៀននៅខេត្តសៀមរាបនៅសាលាពតព្រូនឹងឯងខាងផ្នែកធ្វើនំអញ្ចឹងភីហ្សាដែលខ្ញុំធ្វើថ្ងៃនេះនិយាយទៅខ្ញុំធ្វើភីហ្សាកន្លះគីឡូតែម្ដងហើយក៏ខ្ញុំចាប់ដើមរោយម្សៅនិយាយទៅការរោយម្សៅភីហ្សាដើម្បីពេលយើងដុតភីហ្សាហើយអញ្ចឹងទៅកុំឲ្យថាមានខ្ទេចខ្ទីឬក៏ហៅថាម្សៅវាគ្រឿងវាអត់រលោងអញ្ចឹងណាបន្ទាប់ពីរោយម្សៅហើយអញ្ចឹងទៅក៏ខ្ញុំចាប់ដើមលាយគ្រឿងធ្វើភីហ្សានឹងឯងអញ្ចឹងខ្ញុំធ្វើភីហ្សា500ក្រាមទឹក300ក្រាមអំបិល2ក្រាមស្ករ10ក្រាមយីក៏10ក្រាមហើយចុងក្រោយក៏ដាក់ប្រេងឆា10ក្រាមដែរបន្ទាប់ពីលាយម្សៅហើយអញ្ចឹងទៅខ្ញុំដាក់ចូលក្នុងម៉ាស៊ីនដើម្បីកន្លុកដាក់រយៈពេល5នាទីទៅ6នាទីប៉ុន្តែក៏យើងអាចទៅមើលភាពជាក់ស្ដែងថាម្សៅឡើងប៉ុណ្ណាអញ្ចឹងបន្ទាប់ពីយើងកន្លុកដាក់ក្នុងម៉ាស៊ីនហើយអញ្ចឹងទៅក៏យើងចាប់ដើមកាត់វាជាដុំហើយម្សៅភីហ្សាដែលខ្ញុំធ្វើកន្លះគីឡូនោះបើកាត់ជាដុំធំវាបានទៅដល់4ដុំតែបើកាត់ទុយវាបានដល់ទៅ8ដុំហើយនោះអញ្ចឹងបន្ទាប់ពីកាត់ភីហ្សាជាដុំហើយអញ្ចឹងទៅក៏ខ្ញុំចាប់ដើមរោយម្សៅដាក់លើថាសដើម្បីយកម្សៅភីហ្សាដុំដែលខ្ញុំបានកាត់ហ្នឹងដាក់ចូលលើថាសចឹងទៅហើយយើងក៏យកដាក់នៅក្នុងទូប្រអប់កន្លែងដែលចិត្តហប់ចឹងដើម្បីឲ្យម្សៅភីហ្សាឡើងបានល្អហើយយើងទៅក្នុងរយៈពេល15ទៅហើយថ្ងៃនេះផងដែរម៉ាក់សុកជាសំណាននាំផលិតផលល្អផលិតផលដែលថ្មីហើយមានគុណភាពគឺថ្នាំថ្មីម៉ាក់ TDK ជាប្រភេទថ្នាំថ្មីកម្ចាត់ក្លិនមាត់បានល្អនឹងធ្វើឲ្យថ្មីបងប្អូនសស្អាតរឹងមាំថែមទៅផងហើយតម្លៃក៏សមរម្យចំណុះក៏ច្រើនចឹងហើយបើសិនជាបងប្អូនមានចំណាប់អារម្មណ៍គេមានលក់នៅគ្រប់ទីកន្លែងនានានៅក្នុងប្រទេសកម្ពុជាទាំងឯងបន្ទាប់ពី15នាទីក្រោយមកម្សៅដុំភីហ្សាដែលខ្ញុំបានដាក់ចូលនៅក្នុងទូប្រអប់ហ្នឹងយើងយកចេញមកណាបងប្អូនព្រោះអីយើងដើម្បីយកទៅវាយធ្វើជា snow pizza ហ្នឹងឯងហើយការធ្វើ snow pizza ឬក៏សបក pizza វាងាយខ្លាំងមែនតែម្ដងដោយសារខ្ញុំធ្លាប់ធ្វើចប៉ាទីវាមិនសូវខុសគ្នាប្រហែលទេតែគាត់ថាអាងរ៉េចប៉ាទីវិទូចឹងទៅអាងរ៉េគេលុញធ្វើ pizza វាធំហើយខ្ញុំក៏សប្បាយចិត្តខ្លាំងដែរដែលខ្ញុំអាចធ្វើ snow pizza ឬក៏ម្សៅ pizza ដោយខ្លួនឯងអញ្ចឹងបានថាយើងធ្វើអ្វីក៏ដោយបើសិនយើងមិនមានរូបមន្តច្បាស់លាស់ធ្វើចេញមកមិនល្អមិនស្អាតអញ្ចឹងណាហើយនេះខ្ញុំកំពុងតែតើបងប្អូនមកអត់មើលជាមួយខ្ញុំតើភីហ្សាដែលខ្ញុំបានធ្វើចេញរៀងរើស្អាតដូចគេអត់បាក់អូមានអីល្អមកគេតើនេះវ៉ាវម៉ាក់សុកជាខ្លាញ់លីធ្វើភីហ្សាបានហើយយេម៉ាក់សុកជាខ្លាញ់លីធ្វើភីហ្សាបានហើយប៉ុន្តែគេប្រាប់គ្រប់ស្តុកហើយខ្ញុំនេះអួតបងប្អូនគឺសប្បាយចិត្តខ្លាំងហ្នឹងដែលអាចធ្វើបានហ្នឹងគឺគេប្រាប់ដែរទេមិនធ្វើម្នាក់ឯងកើតទេព្រោះយើងធ្វើលើកទី1អញ្ចឹងណាហើយម្សៅឬក៏ snow pizza ដែលខ្ញុំបានកាត់ជាមូលហើយអញ្ចឹងទៅក៏យើងយកអាជ្រះដើម្បីថាយកទៅចាក់វាមើលទៅវារៀងស្អាតហើយយើងមានដង្ហើមដកដែរណាបន្ទាប់មកទៀតគឺខ្ញុំយកទៅដាក់ទូប្រអប់ម្ដងទៀតតែម្ដងបងប្អូននិយាយទៅដាក់ទូប្រអប់ដល់2ដងតែម្ដងចឹងទុករយៈពេល15នាទី6នាទីចង់បោកបងប្អូនមិនហ្នឹងគឺដាក់សប៉ុណ្ណាណីហើយហ្នឹងចឹងរយៈពេល6នាទីក្រោយមក Snow Pizza ដែលខ្ញុំបានដាក់ទូប្រអប់ហ្នឹងក៏ខ្ញុំយកទៅដុតក្នុងរយៈពេល6នាទីដូចគ្នាអញ្ចឹងការបង្ហាញធ្វើ Snow Pizza របស់ខ្ញុំមានតែប៉ុណ្្នឹងទេឥឡូវនេះផងដែរដល់វគ្គខ្ញុំបង្ហាញបងប្អូនពីរបៀបធ្វើ Pizza របស់ខ្ញុំហើយនេះគឺជាគ្រឿងផ្សំមានតែប៉ុណ្្នឹងទេហើយចំពោះធ្វើគ្រឿងផ្សំ Pizza នេះវាអាស្រ័យទៅលើចំណង់ចំណូលចិត្តរបស់បងប្អូនចង់ដាក់សាច់ក៏បានដែរមិនថាសាច់គោសាច់ជ្រូកសាច់មាន់សាច់ត្រីច្រឡំមិនមែនទេបងប្អូនសាច់គ្រឿងសមុទ្រមិនដែលមានធ្វើភីហ្សាសាច់ត្រីមកពីណាចេះតែមានហើយខ្ញុំហើយការធ្វើដុតភីហ្សាថ្ងៃនេះផងដែរគឺខ្ញុំមិនបានប្រើអូវិនអីទេដោយសារខ្ញុំមិនមានហើយខ្ញុំក៏ខ្ជិលទៅផ្ទះបងប្អូនខ្ញុំដែរអញ្ចឹងហើយខ្ញុំប្រើដុតតាមបែបបុរាណយើងហ្មងទៅគឺប្រើឆ្នាំងដុតដោយធ្យូងអញ្ចឹងណាអញ្ចឹងដំបូងឡើយក៏ខ្ញុំលាបជាមួយទឹកប៉េងប៉ោះហើយបន្តមកទៀតដែលទឹកដែលខ្ញុំបង្ហាញបងប្អូននេះគេហៅទឹកភីហ្សាបងដែលគេលក់នៅតាមម៉ាតមិនចេះខ្វះទេប៉ុន្តែគ្រាន់ថាពេលយើងយកមកធ្វើខ្លួនឯងអញ្ចឹងទៅទឹកសោះរបស់គេអត់សូវឆ្ងាញ់ទេបងប្អូននិយាយទៅគេឆ្ងាញ់តាមបែបគេព្រោះទឹកសោះរបស់គេធ្វើតម្រូវតែថាជនជាតិអឺរ៉ុបអីអញ្ចឹងណាអញ្ចឹងបើសិនជាយើងចង់ទិញទឹកសោះពីម៉ាតយកមកធ្វើតែយើងថែមគ្រឿងខ្លួនឯងដាក់រ៉ូឌីបន្តិចទៅដើម្បីថាយើងរសជាតិតាមបែបយើងអញ្ចឹងណាហើយចំពោះបន្លែដែលខ្ញុំធ្វើភីហ្សានេះខ្ញុំភាគច្រើនខ្ញុំចូលចិត្តញ៉ាំម្នាស់បើដាក់ប៉េងប៉ោះឬក៏ដាក់ម្ទេសអីអត់ចូលចិត្តញ៉ាំទេបងប្អូនអើយហើយបានតែម្នាស់នឹងឯងសម្រាប់ខ្ញុំវាឆ្ងាញ់អញ្ចឹងណាហើយបន្ទាប់ពីខ្ញុំលាយគ្រឿងដាក់គ្រឿងហើយអញ្ចឹងទៅខ្ញុំចាប់ដើមដុតនៅក្នុងឆ្នាំង
ដែលខ្ញុំបានរៀបទុកឲ្យជាស្រេចនឹងឯងក្នុងចាក់ដែលខ្ញុំបានទិញថ្ងៃមុនណាគឺឆ្នាំងចាក់នឹងស្រឡាញ់ខ្លាំងមែនតើតែម្ដងបងប្អូនអើយក្រាស់មើលទៅវាល្អគួរឲ្យស្រឡាញ់ថែមទៀតផងអញ្ចឹងបន្តមកទៀតហ្នឹងភីសាដែលខ្ញុំបានយកទៅដុតនៅក្នុងឆ្នាំងហ្នឹងនិយាយទៅយើងដាក់ភ្លើងតិចទេនៅខាងក្រោមប៉ុន្តែយើងអាចដាក់ភ្លើងខាងលើច្រើនកាលណាយើងដាក់ភ្លើងខាងក្រោមវាច្រើនអញ្ចឹងទៅវាអាចខ្លោចវាអាចឆ្អិនអីអញ្ចឹងឬក៏ពេលខ្លះវាឆ្អិនហើយអញ្ចឹងទៅក៏វាអាចឆ្ងាញ់ដែរហើយការដុតភីសាបែបហ្នឹងវាមិនយូរទេត្រឹមតែ20នាទីឆ្អិនជាការស្រេចហើយនេះភីសាខ្ញុំអត់ល្មមបងប្អូនអើយល្អខ្លាំងមែនតើឈ្ងុយឆ្ងាញ់ខ្លាំងណាចឹងហើយបើសិនជាបងប្អូនមានសមាជិកច្រើនកូនច្រើនចង់ដុតនំភីសាឲ្យកូនញ៉ាំវាជាការងាយទេទោះបីជាបងប្អូនមិនមានឧបករណ៍សម្រាប់ធ្វើស្នូលភីសាក៏បានដែរបងប្អូនអាចទិញនៅតាមម៉ាតឬក៏ទិញជាមួយបងប្អូនខ្ញុំក៏បានដែរគាត់លក់តម្លៃសមរម្យខ្លាំងមែនតើហើយទីតាំងរបស់គាត់នៅផ្សារសាមគ្គីខេត្តសៀមរាបនឹងឯងអូខេបងប្អូនឥឡូវនេះភីសាខ្ញុំបន្ទាប់ពីឆ្អិនហើយចឹងទៅក៏ខ្ញុំកាត់ជាកង់ប៉ុន្តែខ្ញុំអត់មានកបិតម៉ូតដល់ពេលចឹងទៅវារៀងធ្លាក់ដេកដកបន្តិចហើយប៉ុន្តែទោះបីជាយ៉ាងណាភីសាដែលខ្ញុំធ្វើបង្ហាញបងប្អូននៅក្នុងវីដេអូរសជាតិឆ្ងាញ់មិនចាញ់អ្នកលក់នៅក្នុងហាងប្រហែលទេចឹងហើយបងប្អូនសូមអញ្ជើញឆ្ងាញ់ជាមួយខ្ញុំឲ្យតែបងប្អូនរកផ្ទះខ្ញុំឃើញនៅខេត្តសៀមរាបបឹងរុនប៉ាយើងនឹងឯងហើយដល់ពេលខ្ញុំបានញ៉ាំភីសាបងប្អូនឆ្ងាញ់ខ្លាំងណាស់ឆ្ងាញ់ជាងរូបភីសារសជាតិនៅឥណ្ឌាទៀតដាក់មួយម៉ាត់ទៅមួយម៉ាត់អូយឆ្ងាញ់ខ្លាំងណាស់រសជាតិមិនអាចភ្លេចបានថ្ងៃក្រោយធ្វើញ៉ាំទៀតហើយពេលដែលខ្ញុំធ្វើភីសាអង្គុយញ៉ាំម្នាក់ឯងនេះសុកជាក៏គាត់រត់មកតាមក្រោយទៅគាត់រវល់លេងជាមួយមិត្តភ័ក្តិគាត់បងប្អូនដោយសារថ្ងៃចុងក្រោយចឹងទៅគាត់ថាយកពេលវេលាច្រើនដើរលេងច្រើនអីចឹងណាហើយវីដេអូថ្ងៃហ្នឹងក៏មានប៉ុណ្្នឹងដែរអរគុណច្រើនបងប្អូនដែលតែងឆ្លាញ់ចូលចិត្តម៉ាក់សុកជាជូនពរបងប្អូនឲ្យមានសុខភាពល្អសម្លាំងល្អរស់ស៊ីបានហេងហេងទាំងអស់គ្នាចាំជួបគ្នាក្នុងវីដេអូវគ្គក្រោយអរគុណ